សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពុកម៉ែបងប្អូនពីជីដែលនាងខ្ញុំដាំហើយថ្ងៃនេះនឹងនាំពុកម៉ែបងប្អូនមកបេះជីដើម្បីយកទៅផ្ទាប់ជាមួយមុខម្ហូបដែលនាងខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូននៅវីដេអូបន្ទាប់ហើយជីដែលនាងខ្ញុំដាំមានតាំងពីជីបែបខ្មែរឬក៏ប្រភេទជីអាស៊ីហើយក៏ជាជីបែបបរទេសផងដែរពុកម៉ែបងប្អូនហើយនៅក្នុងហ្នឹងនាងខ្ញុំបេះជីនៅល្ងាចនេះមានតាំងពីជីពងទាកូនជីថ្ពាល់ជ្រូកជីនាងវងជីបរទេសដែលមានក្លិនដូចស្ករកស៊ូហ្នឹងគេហៅថា peppermint ហើយប្រភេទជីមកប្រភេទទៀតដែលវាស្តៀងនឹងជីនាងវងមានឈ្មោះថាsweet basil អញ្ចឹងនៅក្នុងនេះខ្ញុំបេះជីនឹងដើម្បីយកមកផ្សំគ្រឿងដើម្បីហើយសាច់ជ្រូកដែលនាងខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនក៏នាងខ្ញុំបញ្យល់ថាតើធ្វើរំដេចដើម្បីឲ្យសាច់ជ្រូកដែលនាងខ្ញុំទិញពីផ្សារហ្នឹងបាត់ធំក្លិនសារហើយមានទាំងការសោះនឹងបញ្ចុកហើយក៏ដូចជាការធ្វើទឹកកលក់ការច្របាច់គោយផ្អែមហើយក៏ដូចជាមុខម្ហូបដែលសម្រាប់ក្នុងវីដេអូនេះហើយសូមពុកម៉ែបងប្អូនចូលរួមទស្សនាទាំងអស់គ្នាហើយនេះផងដែរទោះបីជានាងខ្ញុំដាំជីខ្លួនឯងប៉ុន្តែនាងខ្ញុំនៅតែសម្អាតលាងយ៉ាងហោចណាស់ក៏3ទឹកដែរហើយទឹកចុងក្រោយគឺយើងដាក់ត្រាំទឹកហើយគឺយកជីយើងដាក់ឲ្យស្ងួតគឺយកពេលហ្នឹងដើម្បីទៅស្ងោរសាច់ជ្រូកអញ្ចឹងការស្ងោរសាច់ជ្រូកស៊ីសងទៅលើចំណង់ចំណូលចិត្តអ្នកដែលគាត់ចូលចិត្តសាច់ជ្រូករៀងជប់យើងស្ងោរតែកន្លះម៉ោងទៅបើសិនជាពុកម៉ែបងប្អូនចូលចិត្តសាច់ជ្រូកតែផុយគឺស្ងោរ1ម៉ោងហើយសាច់ជ្រូកដែលខ្ញុំដាក់មានតាំងពីគល់សក្រីស្លឹកក្រូចសើចហើយនឹងរឹសជីដែលមានឈ្មោះថា coriander ហើយការធ្វើបែបនេះវាជួយឲ្យបាត់ក្លិនសាររហូតដល់60%ដោយសារសាច់ជ្រូកនៅប្រទេសអូស្ត្រាលីគឺមានក្លិនដូចសាច់ជ្រូកព្រៃចឹងពុកម៉ែបងប្អូនអញ្ចឹងខ្ញុំធ្វើបែបហ្នឹងធ្វើឲ្យសាច់ជ្រូករបស់ខ្ញុំការស្ងោរសាច់ជ្រូកគឺមានរសជាតិឆ្ងាញ់ហើយបន្ទាប់ពីនាងខ្ញុំបានដាក់សាច់ជ្រូកក្នុងប្រអប់ហើយយើងទុកទៅសាច់ជ្រូកឲ្យយើងញ៉ាំមួយពេលទៅហើយសល់ប្រមាណគឺយើងដាក់ក្នុងទូទឹកកកហើយនៅក្នុងជំហានបន្ទាប់គឺបង្ហាញពុកម៉ែបងប្អូនពីការស្រុះនំបញ្ចុកអញ្ចឹងការស្រុះនំបញ្ចុកនេះគឺជានំបញ្ចុកដែលក្រៀមហើយយើងដាក់ក្នុងទឹកក្តៅឲ្យក្តៅហើយយើងចំណាយពេល5នាទីទៅ10នាទីហើយពុកម៉ែបងប្អូនឆែកទៅលើសរសៃនំបញ្ចុកហ្នឹងបើសិនឆ្អិនហើយយើងយកទៅលាងទឹកត្រជាក់ហើយទុកឲ្យស្រស់ទឹកបន្ទាប់ពីទុកឲ្យស្រស់ទឹកហើយគឺខ្ញុំយកពេលហ្នឹងដើម្បីបង្ហាញពុកម៉ែបងប្អូនពីការធ្វើទឹកជ្រលក់ហើយនេះជាការធ្វើទឹកជ្រលក់អញ្ចឹងការប្រើខូចគឺយើងទុកទឹកជ្រលក់របស់យើងហ្នឹងបានតែយ៉ាងហោចទៅ3ថ្ងៃទេពុកម៉ែបងប្អូនហើយចាប់ពី3ថ្ងៃទៅគឺយើងត្រូវយកទឹកជ្រលក់របស់យើងនឹងបោះចោលដោយសារទឹកក្រូចទុកកាន់តែយូរវាធ្វើឲ្យរសជាតិទឹកក្រូចហ្នឹងវាចាប់ផ្ដើមជូររៀងឈិញអញ្ចឹងហើយនេះគឺជាម្ទេសដែលនេះខ្ញុំដាំនៅក្នុងសួនម្ទេសនេះហឹលមកល្មមពុកម៉ែបងប្អូនមកឆ្ងាញ់ហើយនាងខ្ញុំចូលចិត្តហាន់ម្ទេសតូចៗហាន់ជ្រាំវាតូចពេលដែលយើងជ្រលក់ជាមួយសាច់ជ្រូកឬក៏នំបញ្ចុកឬក៏ជាមួយជីរបស់យើងវាកំតិចម្ទេសហ្នឹងវានឹងតោងទៅជាមួយគ្នាហើយវាពេលយើងញ៉ាំទៅឆ្ងាញ់ពុកម៉ែបងប្អូនហើយនេះជាការចិញ្ច្រាំម្ទេសនៅក្នុងផ្ទះបាយរបស់នាងខ្ញុំហើយបន្ទាប់ពីហ្នឹងនាងខ្ញុំក៏ដាក់ខ្ទឹមផងដែរដោយសារខ្ទឹមក៏វាបង្កើនរសជាតិហើយវាជួយបំបត្តិក្លិនសាច់ផងដែរហើយការញ៉ាំខ្ទឹមក៏វាផ្ដល់នៅសារធាតុចិញ្ចឹមជាច្រើនហើយនាងខ្ញុំក៏ដាក់តាំងពីខ្ទឹមក្រហមពុកម៉ែបងប្អូនហើយការធ្វើទឹកជ្រលក់ប្រភេទខ្ទឹមប្រភេទម្ទេសហើយផ្នែកផ្សេងគឺយើងច្រាំវាតូចដោយសារវាឆ្ងាញ់ពេលដែលយើងញ៉ាំប៉ះ
ជាមួយនឹងគ្រឿងទឹកជ្រលក់ហ្នឹងវាធ្វើឲ្យរសជាតិម្ហូបរបស់យើងកាន់តែឆ្ងាញ់ពុកម៉ែបងប្អូនហើយបន្ទាប់ពីនាងខ្ញុំបានហាន់ខ្ទឹមឲ្យវាតូចល្មមហើយគឺនៅក្នុងជំហានបន្ទាប់គឺនាងខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនពីការលាយទឹកជ្រលក់នៅក្នុងហ្នឹងអញ្ចឹងការលាយទឹកជ្រលក់មានដូចជាមានគេហៅថាស្ករក្រហមហើយក៏ដូចជាទឹកត្រីហើយយើងភ្លក់ទៅលើទឹកជ្រលក់ហ្នឹងគឺសម្រាប់រសជាតិនៅក្នុងផ្ទះបាយរបស់ខ្ញុំគឺខ្ញុំចិត្តញ៉ាំជូរផ្អែមអត់ប្រៃពេកទេហើយបន្ទាប់ពីយើងដាក់ទឹកត្រីចូលហើយយើងកូរហើយយើងភ្លក់មើលកុំដាក់ឲ្យប្រៃពេកដាក់បានល្មមសិនបន្ទាប់មកយើងភ្លក់មើលរសជាតិបើសិនជាវាល្មមហើយយើងអាចនេះបានពុកម៉ែបងប្អូនយើងអាចទុកញ៉ាំបានហើយនេះជាវិធីសាស្ត្រមួយទៀតដែរគឺយើងផ្ទាប់ជើងរបស់យើងឲ្យហាន់សាច់ជ្រូករៀបចំជីឲ្យស្រេចហើយនៅក្នុងចានហើយទៅយើងហាន់សាច់ជ្រូកហើយគឺយើងមកច្របាច់ក្រូចជាមួយគ្នាអញ្ចឹងការច្របាច់ក្រូចនេះវាចំណេញដោយសារតែក្រូចដែលសបកក្រូចដែលយើងច្របាច់ហ្នឹងយើងអាចយកទៅធ្វើជាជីកំផុសហើយសម្រាប់ទឹកក្រូចក៏ដូចជាសាច់ក្រូចដែលជ្រុះនៅលើកំប៉ុងច្របាច់ក្រូចហ្នឹងយើងអាចយកមកផឹកបានពុកម៉ែបងប្អូនវាជួយឲ្យយើងមានសុខភាពល្អដែលយើងទិញក្រូចពីផ្សារគេដាក់ស្ករច្រើនយើងច្របាច់ខ្លួនឯងគឺរសជាតិផ្អែមឆ្ងាញ់ហើយថ្ងៃនេះគឺជាមុខម្ហូបសម្រាប់តែបង្ហាញពុកម៉ែបងប្អូនហើយនាងខ្ញុំក៏សូមអរគុណសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នានឹងការចំណាយពេលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយក៏សូមអរគុណសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានជួយគាំទ្រ Channel របស់នាងខ្ញុំតាមរយៈការ Subscribe សូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមានសេចក្តីសុខហើយជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ